នៅថ្ងៃទី22នេះកងទ័ពរបស់ថៃនិងអភិបាលខេត្តស្រះកែវបានធ្វើការប្រគល់ដីចម្ការប្រមាណជាជាង5ហិកតានៅភូមិព្រៃច័ន្ទឲ្យទៅកាន់ប្រជាពលរដ្ឋរបស់ថៃធ្វើការកាន់កាប់ក្រោយពីដណ្ដើមពីប្រជាជនកម្ពុជាបានសម្រេចបងប្អូនគ្នាពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះយើងមិនដឹងថាតើដីទាំងអស់នោះគឺជាដីរបស់ខ្មែរយើងនៅភូមិព្រៃច័ន្ទឬក៏អាពពួកថៃនឹងវាបាទជាការសម្ដែងជាការបំភ្លឺដើម្បីបន្លាចមកកាន់ប្រជាជនហើយនឹងកងទ័ពហើយនឹងរដ្ឋាភិបាលឲ្យមានការឆ្លោះគ្នានោះទេថ្មីនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ថៃកាលពីថ្ងៃទី22ខែតុលាឆ្នាំ2025នេះបានបញ្ជាក់ថាកងទ័ពភូមិភាគទី1របស់ថៃនិងអភិបាលខេត្តស្រះកែវបានធ្វើការប្រគល់ដីចម្ការនៅភូមិព្រៃច័ន្ទបាទទល់មុខទៅនឹងភូមិណងយ៉ាកែវប្រមាណជាង5ហិកតាទៅឲ្យប្រជាពលរដ្ឋរបស់ថៃចំនួន2នាក់កាន់កាប់ក្រោយពីកងទ័ពថៃឈូសឆាយដោះមីនរួចរាល់ពលរដ្ឋរបស់ថៃបានមានការត្រេកត្រអាលយ៉ាងខ្លាំងបានអរគុណទៅដល់កងទ័ពនិងអាជ្ញាធររបស់ខ្លួនដែលបានប្រគល់ដីនេះទុកធ្វើជាស្រែចម្ការសូមបញ្ជាក់ផងថារដ្ឋាភិបាលរបស់ថៃបានដាក់លិខិតចំនួន4ចំណុចសម្រាប់កម្ពុជាទើបថៃយល់ព្រមចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពនៅឯប្រទេសម៉ាឡេស៊ីដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងប្រធានអាស៊ានជាសាក្សីក្នុងនោះក៏មានលក្ខខណ្ឌឲ្យរដ្ឋាភិបាលកម្ពុជាជំនះពលរដ្ឋចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទផងដែរដោយថៃបានចោទប្រកាន់ពលរដ្ឋខ្មែរយើងថារស់នៅខុសច្បាប់អស់រយៈពេលជាង40ឆ្នាំមកហើយដល់នៅថ្ងៃទី20ខែតុលាកន្លងទៅមេបញ្ជាការកងទ័ពភូមិភាគទី1របស់ថៃនិងអភិបាលខេត្តស្រះកែវព្រមទាំងកងទ័ពជាច្រើនរូបបានមកពិនិត្យមើលស្ថានភាពនៅភូមិណងច័ន្ទឬក៏ភូមិជោគជ័យនិងភូមិណងយ៉ាកែវស្ថិតនៅខេត្តស្រះកែវនឹងឯងពាក់ព័ន្ធទៅនឹងករណីខាងលើនេះក្រោយពីមានការចុះត្រួតពិនិត្យកងទ័ពរបស់ថៃនិងអភិបាលខេត្តស្រះកែវបានពិនិត្យមើលការដោះមីននៅភូមិណងច័ន្ទបាទខ្មែរយើងហៅថាភូមិជោគជ័យដើម្បីជំរុញឲ្យដោះមីនរួចរាល់ឆាប់និងប្រគល់បាទគឺដីចម្ការឲ្យប្រជាជនថៃឃើញថាកងទ័ពថៃបានពាត់យកដីរបស់ប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យចំនួន60រៃឬប្រមាណជាជាង9ហិកតានឹងដោះមានរួចរាល់ហើយរីឯប្រមាណជាជាង64រៃទៀតដែលជាដីភូមិរបស់ប្រជាពលរដ្ឋនៅចំនួន135គ្រួសារគឺកងទ័ពរបស់ថៃបាទមានផែនការដណ្ដើមនាពេលបន្ទាប់ទៀតបន្ទាប់ពីកងទ័ពរបស់ថៃនិងអភិបាលខេត្តស្រះកែវក៏បានទៅភូមិណងយ៉ាកែវឬក៏ភូមិព្រៃច័ន្ទដើម្បីប្រគល់ដីចម្ការឲ្យពលរដ្ឋរបស់ថៃចំនួន2នាក់កាន់កាប់គឺលោកស៊ុនផុងវងខុំភូទទួលបានដីចំនួន14រៃឬក៏2ហិកតានិងអ្នកស្រីស៊ុនប៉ងពេជ្រទទួលបានដីចំនួន14រៃដូចគ្នាគឺបាទ2ហិកតាដូចគ្នាអញ្ចឹងយើងមិនដឹងថាតើរឿងរ៉ាវទាំងអស់ហ្នឹងថៃមានគោលបំណងអ្វីទេសូមបញ្ជាក់ថាអភិបាលខេត្តស្រះកែវបាននិយាយថាដីទាំងពីរកន្លែងនៅភូមិព្រៃច័ន្ទគឺកងទ័ពរបស់ថៃបានដោះមីនរួចរាល់ហើយទើបប្រគល់ឲ្យពលរដ្ឋថៃកាន់កាប់ខានពលរដ្ឋរបស់ថៃទាំងពីររូបនេះបានអរគុណមកកាន់កងទ័ពនិងអាជ្ញាធរដែលប្រគល់ដីឲ្យពួកគាត់ទុកជាបាទការធ្វើស្រែចម្ការយីក៏ទៅសុកចិត្តឆ្លោះពេញមកប្រទេសដណ្ដើមដីប្រហែលជា20ប្រហែលដូចជា4ហិកតាយកមកឲ្យប្រជាជនរបស់ខ្លួនធ្វើស្រែចម្ការគាត់ថាប្រហែលជាមានរឿងអីនៅក្រោយខ្នងណាបាទវាមិនមែនតែថាមើលហ្នឹងទេ